let's go play badminton with me ហ្នឹងហើយណាត់គ្នាម៉ោង8កន្លះលើចេញពីផ្ទះទៅហើយតែអត់ទាន់ញ៉ាំអីទេយ៉ានៅមុខកន្លែងខ្ញុំនៅហ្នឹងគឺទំតែមានផ្កាកដាស់ឡើងខ្ជូតមកឥឡូវធ្វើដំណើរទៅ badminton court ហើយនៅចំណុចណាទេ2002 badminton នេះទិញកាហ្វេសិនហើយយើង walk in សម្រាប់ពេលព្រឹកតែ$1កន្លះទេយើង walk in នៅ court គេហ្នឹងប៉ុន្តែបើពេលថ្ងៃ$3ហើយជាព្រឹកពេកមកទៅបានតារាងហ៊ានតលេងនេះហ្នឹងហើយអញ្ចឹងមកដល់មុនខ្ញុំស្មានខ្ញុំមក late ហើយតាមពិតតែខ្ញុំមក late ដែរណាត់គ្នាម៉ោង8កន្លះឥឡូវម៉ោង8:65អត់ទាន់ឃើញគាត់ផងអញ្ចឹងខ្ញុំញ៉ាំកាហ្វេសិនយ៉ាដល់មកទៀតយើង warm up បន្តិចសិនមុនទៅសុំគេលេងអញ្ចឹងណាធម្មតាយើងចាស់ហើយអញ្ចឹងពេល warm up ទៅលឺសូរឆ្អឹងឆ្អែកអញ្ចឹងហើយមកស្ទុះក្រោយមកក៏បានដៃគូ play double ហើយតែដល់ហើយគាត់សិតតែពេកជើងគាត់អីលើនិយាយទៅគាត់គប់ស្អីឡើងដាច់ជា2ប៉ុន្តែខ្ញុំបានថតGod play today និយាយទៅយើង play 6 set ហើយខ្ញុំឈ្នះទាំង2បាទអញ្ចឹងបើយើងលេង3 set បើយើងឈ្នះ2អាហ្នឹងមានន័យថាឈ្នះតែយើងលេងចាញ់1ឈ្នះ1ហើយ set ទី3ខ្ញុំឈ្នះទាំង2ដងអញ្ចឹងថ្ងៃនេះ God play និយាយទៅ badminton ខ្ញុំទៅតែលេងដែរទេតែខ្ញុំគិតថាខ្ញុំចូលចិត្តវាដោយសារវានៅលេងនៅក្នុង indoor អញ្ចឹងអត់សូវក្តៅអញ្ចឹងហើយនិយាយទៅលេងបាយឆ្ងាញ់ដែរទេបាទគ្មានយកទៅប្រកួត tournament អីទេមើលតែការវាយតែការរត់ទៅគឺកាក់ទេប៉ុន្តែគាត់ថាយើងជាខំទៅដើម្បីសុខភាពអីចឹងណាស្គិតយូរពួកខ្ញុំ play ជាទូទៅថ្ងៃសៅរ៍អាទិត្យពេលព្រឹកហើយអាចថាច័ន្ទសុក្រថ្ងៃខ្លះពួកខ្ញុំចេញពីធ្វើការអាចទៅលេងម៉ោងខ្ទង់ម៉ោង7ព្រឹកហើយដែរអញ្ចឹងអាច play double មួយគ្នាបានបើសិនជាថ្ងៃណាឃើញហៅផងនិយាយទៅមិនថាកីឡាអីមិនថា badminton ឬក៏អីបើយើងទៅតែឯងអញ្ចឹងយើង make some friend ទៅ make communication ទៅយើងរកឃើញអ្នកដែលគេលេងហ្នឹងព្រោះចេះខ្វះអ្នកទៅតែឯងអញ្ចឹងយើងហៅគេលេងទៅដើម្បីឲ្យដឹងថាយើងលេងអត់ប៉ុណ្ណាអញ្ចឹងណាថ្ងៃហ្នឹងលេងប៉ុណ្្នឹងឯងក៏បានត្រឡប់មកផ្ទះវិញហើយអញ្ចឹង see you next time ហើយបើទៅ badminton នៅ court 2002ដែរឃើញហៅផងបាយបាយ